សូមជូនរឿងចកំហូចមានអ្នកនេសាទពីរនាក់ប្តីប្រពន្ធតែងតែមករាយសន្ទូចនៅតាមមាត់ស្ទឹងជារៀងរាល់ថ្ងៃស្ទឹងនេះសម្បូរត្រីតូចធំមិនខ្វះធ្វើឲ្យអ្នកនេសាទរកត្រីបានរាល់ថ្ងៃគ្រាន់នឹងលក់ដូរចិញ្ចឹមជីវិតថ្ងៃនេះមានចចកមួយកំពុងដើរស្វែងរកចំណីហើយក៏បានមកជួបនឹងមាត់ស្ទឹងនេះដែរជួនពេលនោះចចកបានឃើញអ្នកនេសាទដោះសន្ទូចបានត្រីឆ្លាំងមួយយកមកដោតព្យួរលើមែកឈើក្បែរមាត់ស្ទឹងចចកក៏មានចិត្តត្រេកអរណាស់ពេលឃើញត្រីស្រស់គួរឲ្យឆ្ងាញ់យ៉ាងនេះពេលដែលអ្នកនេសាទចុះទៅមើលសន្ទូចម្ដងទៀតចចកលួចចូលទៅឆក់យកត្រីឆ្លាំងនោះរួចពាំរត់ចេញទៅយ៉ាងលឿនចំណែកអ្នកនេសាទចោលភ្នែកក្រឡេកឃើញទាន់ប្តីប្រពន្ធរត់ដេញតាមចចកព្រោះស្ដាយត្រីចចកខំរត់គេចមិនព្រមប្រឡែងត្រីចេញពីមាត់ទេចំណែកអ្នកនេសាទក៏នៅតែដេញតាមចចកជាប់មិនព្រមឈប់ដែរចចករត់គេចដល់កំពតព្រៃមួយពេលនោះអ្នកនេសាទនៅឆ្ងាយរត់មិនទាន់ចចកទេចចកខ្លាចអ្នកនេសាទមកទាន់ដណ្ដើមយកត្រីវិញវាខំហែកត្រីឆ្លាំងស៊ីយ៉ាងប្រញាប់រំពេចនោះឆ្អឹងត្រីដ៏ធំមួយបានឆ្លាក់ជាប់ក្នុងកន្លើតរបស់វាទោះបីចចកខំប្រឹងខាកយ៉ាងណាក៏ឆ្អឹងនោះមិនធ្លាក់ចេញមកវិញដែរដោយឈឺបំពង់កខ្លាំងពេកចចកនឹកឃើញទៅរកក្រសាមួយឲ្យជួយចចកអង្វរក្រសាថាអោបងក្រសាសូមបងមេត្តាជួយចាត់ទាញយកឆ្អឹងត្រីដែលឆ្លាក់ជាប់បំពង់កខ្ញុំចេញមកខ្ញុំនឹងជូនរង្វាន់បងយ៉ាងគប់ចិត្តក្រសាឮដូចនេះត្រេកអរខ្លាំងណាស់សង្ឃឹមថានឹងបានរង្វាន់ធំជាក់ជាមិនខានក្រសាប្រាប់ចចកឲ្យហាមាត់ឲ្យធំព្រោះឆ្អឹងត្រីនោះឆ្លាក់ជ្រៅណាស់មិនងាយយកចេញបានទេចចកខំហាមាត់ឲ្យក្រសាលូកចំពុះចូលទៅក្នុងបំពង់ករបស់វាទម្រាំតែក្រសាទាញយកឆ្អឹងត្រីនោះបានពេលដែលក្រសាជួយយកឆ្អឹងត្រីចេញពីបំពង់កចចកបានហើយស្រាប់តែចចកដើរចេញធ្វើប្រងើយសូម្បីតែពាក្យអរគុណមួយម៉ាត់ក៏គ្មានផងឃើញដូចនេះក្រសាខឹងណាស់ស្រែកសួរចចកថាណែបងចចឯណារង្វាន់របស់ខ្ញុំចចកសុំលុតវិញយើអាចង្រៃទៅទារង្វាន់អីទៀតអញមិនស៊ីក្បាលឯងថែមទៀតនោះគឺសំណាងណាស់ទៅហើយក្រសាហួសចិត្តនឹកស្ដាយក្រោយយ៉ាងខ្លាំងព្រោះជួយសត្វរមើលគុណដូចចចកកំហូចនេះគ្មានបានប្រយោជន៍អ្វីសោះ